សុទ្ធនៅក្នុងដៃរបស់ខ្ញុំនេះគឺគ្រាប់ CPU AMD Ryzen 7 9800X កតុយ 3D ស្វាគមន៍អ្នកគ្នាវិលត្រឡប់ជួបគ្នាសារជាថ្មីជាមួយនឹងវីដេអូបង្ហាញតាក់ទងជាមួយនឹង spec ក៏ដូចជាឆ្លៀតថតជូនអ្នកគ្នាមុននឹងធ្វើការរៀបចំជូនគ្នាផងដែរអ្នកគ្នាដឹងហើយតាក់ទងជាមួយនឹងការបញ្ចេញទៅលើ graphic card RTX 5000 series ឬមួយក៏50 series ហ្នឹងគឺថារង្គោះរង្គើនៅក្នុងវិស័យ build machine computer មែនតើអញ្ចឹងពួកខ្ញុំទទួលបានការ order ពីភ្ញៀវគឺសុទ្ធសឹងតែ machine មិនដាក់ជាមួយនឹង graphic card ណាអ្នកគ្នាដោយសារតែភ្ញៀវគឺគាត់រងចាំជាមួយនឹង graphic card RTX 50 series ហ្នឹងមកដល់ហើយ spec នេះផងដែរគឺជា spec AMD ដែលធ្វើការរៀបចំមិនដាក់ជាមួយនឹង graphic card ដោយអ្នកគ្នាបានឃើញអញ្ចឹងគឺយើងដាក់ជាមួយនឹង CPU គ្រាប់ AMD Ryzen 9800X 3D ដែលម៉ាស៊ីននេះច្បាស់ណាស់គឺភ្ញៀវយកទៅលេងហ្គេមអ្នកគ្នាហើយសម្រាប់ motherboard គឺយើងប្រើប្រាស់ជាមួយនឹង Rockstrix X870F Gaming Wi-Fi ដែលជាប្រភេទ motherboard AM5 ជំនាន់ថ្មីរបស់ AM5 CPU អ្នកគ្នាquality AM អ្នកគ្នាតាក់ទងជាមួយនឹង product របស់ ASUS ហើយដូចអ្នកគ្នាឃើញអញ្ចឹងគឺយើងប្រើប្រាស់ជាមួយនឹងប្រភេទ Liquid AIO កង្ហារ3ដែលជា brand របស់ Thermalray model Hypervision ពណ៌ខ្មៅ AIO នេះគឺអាចតាំងរូបតាំងសីតុណ្ហភាពឲ្យតែតាក់ទងជាមួយនឹង display គឺអាចតាំងបាននៅលើ palm របស់វាបានផងដែរជាប្រភេទអេក្រង់ IPS ហើយ smooth មែនតើហើយចំណែក RAM អ្នកគ្នាគឺយើងដាក់ជូនគាត់ជាមួយនឹង RAM G-Skill 3 Z ដែលជាប្រភេទ RAM ដែល support ជាមួយនឹង AMD Expo ផងដែរតាក់ទងជាមួយនឹងការបើកទៅលើ speed RAM អ្នកគ្នាគឺប្រើប្រាស់ជាមួយ technology Expo RAM ហើយសម្រាប់ M2 វិញគឺយើងប្រើប្រាស់ជាមួយនឹង WD Blue model SN508 NVMe Gen 4 SSD M.2 ទំហំ 1TB អ្នកគ្នាប៉ុន្តែមកល្មមនៅក្នុងការដាក់ game Steam របស់គាត់អ្នកគ្នាតាក់ទងជាមួយនឹង power supply អ្នកគ្នាគឺយើងប្រើប្រាស់ជាមួយនឹង ASUS TUF 850W 80+ Gold អ្នកគ្នាខ្ញុំហ៊ាននិយាយថា quality គុណភាពតាក់ទងមួយការតឡើងជាមួយនឹងប្រភេទpower supply នេះគឺអត់ធ្លាប់មានបញ្ហាមកទេអញ្ចឹងដោយអ្នកគ្នាដឹងអញ្ចឹងផលិតផលរបស់ ASUS មួយគឺកាន់ឆ្នាំមែនតើហើយនៅខាងក្រោយក៏ដូចជាការដាក់គ្រឿងបង្គុំទាំងអស់នេះគឺចូលទៅក្នុង case ASUS TUF ដូចគ្នាផាច់ជាគាត់ឆ្លាញ់អីដែលធំណាអ្នកគ្នា case នេះគឺធំមែនតើហើយដោយអ្នកគ្នាឃើញអញ្ចឹង case នេះគឺមានមកជាមួយនឹងកង្ហារចំនួន4គ្រាប់3គ្រាប់ 140mm ពីខាងមុខនិង 140mm នៅពីខាងក្រោយហើយ case នេះផងដែរគឺសេរីថ្មីរបស់ក្រុមហ៊ុន ASUS ដែលជាប្រភេទ case BTF ដែលយើងអាចធ្វើការ set up មិនចាំបាច់ដោតខ្សែពីមុខបានការដាក់ទៅលើ motherboard គឺវាមានរុនដោតនៅខាងក្រោយឲ្យយើងស្រាប់នៅក្នុងការដាក់ជាមួយនឹង motherboard BTF ផងដែរចុះបងដែលកំពុងតែស្វែងរកជាមួយនឹងម៉ាស៊ីន computer រៀបចំមាន quality គុណភាពក៏ដូចជាដាក់ជាមួយនឹងផលល្អអ្នកគ្នាអាចធ្វើការស្វែងរកបានដែលមាននៅក្នុងហាង Computer Arena Cambodia ហើយយើងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាទបាយបាយ